ហើយខ្ញុំឃើញបងអូនប្រុសម្នាក់គាត់បង្ហោះ TikTok account របស់គាត់ស្អីប៊ុនណាលីនេះគាត់ថាអញ្ចេះគាត់មានរឿងតាំងទ្រូងយូរហើយចង់និយាយឥឡូវគាត់សុំនិយាយគាត់ថាពីមុនឃើញតែគេជេរសម្ដេចតេជោក្បត់ជាតិឃើញតែជិះជឿសម្ដេចទៅប្តីក្បត់ជាតិយកតែចិនមកវិនិយោគឲ្យចិនធ្វើអគិសវិរីអគិសនីឲ្យចិនអស់ហើយលក់ប្រទេសអស់ហើយទៅឲ្យគេឥឡូវដល់គេផ្ដាច់ដល់ថាយើងផ្ដាច់ភ្លើងផាប់យើងមានភ្លើងគ្រប់គ្រាន់គាត់ថាឥឡូវយល់ហើយនៅអ្វីដែលសម្ដេចតេជោខំប្រឹងធ្វើមករាប់សិបឆ្នាំនេះយើងគ្មានរើសស្ពៃរើសសាច់គោអីទេអ្វីដែលយើងយកមកគឺដើម្បីវិនិយោគទាំងអស់នោះមិនមែនបានដើម្បីឲ្យគេយកទៅទាំងអស់ទេគឺផលសំខាន់គឺបង្កើតផលិតផលដើម្បីយើងមានភាពម្ចាស់ការនៅក្នុងប្រទេសរបស់យើងក្រុមហ៊ុនចិនគេដាក់ទុនវិនិយោគមែនប៉ុន្តែគេមិនលើកវិរិយអគ្គិសនីនេះយកទៅចិនទេហើយក៏គេមិនតភ្លើងនេះប្រើដាច់ដលែកផ្ដាច់មុខទៅចិនដែរគឺប្រើសម្រាប់ធានានៅកម្ពុជាយើងតែម្ដងអញ្ចឹងការតាក់ទាញវិនិយោគមិនថាពីចិនពីជប៉ុនពីអីនោះទេពេលខ្លះយើងត្រូវខ្ចីនៅឥណទានរបស់ប្រទេសមួយចំនួនដើម្បីមកធ្វើបើសិនជាយើងចាំឥណទានខ្លួនឯងរបស់យើងមិនដឹងថាពេលណាបានធ្វើអា7វិរិយអគ្គិសនីនឹងបានហើយពេលខ្លះមានបងប្អូនខ្លះរហូតទៅដល់ទៅលើកគ្នាទៅទប់ប្រឆាំងជាមួយវិរិយអគ្គិសនីរហូតទៅដល់ដូចលើកមុន Alex អីមកគឺមានដាធម្មជាតិចេញទៅវាយប្រហារមិនឲ្យធ្វើទេខ្លាចប៉ះបាត់ប្រយោជន៍ជាតិបាត់ដើមឈើបាត់ប៉ះប្រជាជនខ្ញុំទទួលស្គាល់ថាការអភិវឌ្ឍការធ្វើវិរិយអគ្គិសនីពិតជាប៉ះហើយបើយើងទៅធ្វើវិរិយអគ្គិសនីត្រូវយ៉ាងហោចណាស់ក៏សម្អាតកន្លែងហ្នឹងដើមឈើអីដើម្បីយើងកុំឲ្យទឹកវាមកវាលួយវាអីបើសិនប្រជាជននៅក្បែរនោះយើងត្រូវរកវិធីកាត់បន្ថយផលប៉ះពាល់ប៉ុន្តែបើយើងមិនធ្វើសោះមិនបានថ្ងៃនេះយើងមានសមត្ថភាពគ្រប់គ្រងអគ្គិសនី 100% ខ្លួនឯងនោះទេអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយកកិច្ចការនេះដោយប្អូនប៊ុនណាលីនឹងគាត់ថាពេលខ្លះមិនបាច់ចាំបកស្រាយគ្រប់ពេលទេចាំភ័ស្តុតាងជាក់ស្ដែងលាតត្រដាងតែម្ដងអញ្ចឹងភ័ស្តុតាងដែលយើងឃើញភាពម្ចាស់ការគ្រាន់តែពីមុខនៅក្នុងការធានាអគ្គិសនីធានាអ៊ីនធឺណិតខ្លួនឯងនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសដោយមិនចាំបាច់ពឹងមកពីប្រទេសថៃនោះគឺយើងអាចបង្ហាញនៅផលជាក់ស្ដែងនិងចក្ខុវិស័យជាក់ស្ដែងរបស់សម្ដេចតេជោទៅពេលនោះហើយគឺมันមានបំណងណាលក់ប្រទេសឬមួយអីទេមានតែខិតខំធ្វើយ៉ាងណាគ្រប់វិធីសាស្ត្ររួមទាំងការវិនិយោគពីបរទេសតាក់ទាញដើម្បីឲ្យកម្ពុជាខ្លាំងម្ចាស់ការឯករាជ្យខ្លួនឯងពេលណាដែលចាំបាច់ដូចបែបនេះបាទ